ជំរាបសួរបងប្អូនបាទនេះគឺជារបៀបក្នុងការភ្ជាប់នាឡិកាដៃ Santo Rex ជាមួយនឹងទូរស័ព្ទដៃ iPhone អញ្ចឹងជំហានដំបូងបងប្អូនអរគ្នាធ្វើការបើកអ៊ីនធឺណិតរបស់ទូរស័ព្ទដៃហើយនឹងបើក Bluetooth ទុកឲ្យហើយបន្ទាប់មកទៀតបងប្អូនអរគ្នាចូលមករក App Store ហើយ download នឹងកម្មវិធីដែលមានឈ្មោះថា Santo បងប្អូនអរគ្នា search មក Santo បាទ S W បាទ N T O អូខេ search មកហើយវានឹងឃើញបែបនេះបងប្អូនអរគ្នាឃើញ logo ពណ៌ក្រហមរបស់ Santo បងប្អូនចុចលើវាបាទហើយធ្វើការ download មកបាទហើយយើងរងចាំបន្តិចបាទនៅពេលដែលវាពេញគឺយើងធ្វើការបើក open វាមកអូខេតោះឥឡូវយើង open វាអូខេអញ្ចឹងបន្ទាប់ពីយើង open ហើយវានឹងចេញបែបនេះចុច allow សិនមកបាទអូខេយើងត្រូវ allow របស់វាបើសិនជាយើងបាទអត់ទាន់បើក Bluetooth បើកឲ្យហើយណាបងប្អូនបាទអូខេអញ្ចឹងបន្តមកទៀតបងប្អូនអរគ្នាចង់ភ្ជាប់ជាមួយនឹងអ្វីបាទបងប្អូនអាចជាប់មួយ Facebook ក៏បានបាទឬក៏ email ក៏បានអូខេឬក៏ Apple ID អញ្ចឹងសម្រាប់បាទខ្ញុំជ្រើសរើសយកemail បាទព្រោះមានភាពងាយស្រួលជាងបាទអូខេអញ្ចឹងបន្ទាប់មកបងប្អូនអរគ្នាបាទយក email របស់យើងបំពេញមកបាទលេខកូដហើយជាមួយនឹង email របស់យើងបាទសូមរងចាំបន្តិចហើយខ្ញុំសូមអត់បង្ហាញទេអូខេសូមរងចាំបន្តិចអូខេអញ្ចឹងខ្ញុំបានបំពេញហើយ email ហើយបងប្អូនទាំងគ្នាចុច OK ទៅវានឹងចេញបែបនេះបាទហើយចុច continue ទៀតបាទហើយចុច continue ហើយវានឹងចេញបែបនេះយកកដាលបាទ file allow អូខេបន្តមកទៀតបងប្អូនចុច continue បន្តមកទៀតមកណាបាទព្រោះវាអត់ពិបាកទេនៅពេលដែលយើងបញ្ចូល email ហើយអញ្ចឹងបងប្អូនយក not បាទ no tag មកអូខេអញ្ចឹងគឺវាភ្ជាប់រួចរាល់ហើយអញ្ចឹងយើងអាចធ្វើការបាទ pair វាមកតង់ទៀតបាទអញ្ចឹងយើងចុចលើរូបនាឡិកានេះបាទហើយវានឹងចេញបាទវានឹង set up វាកំពុង run ណាបាទអញ្ចឹង device វាឃើញហើយអញ្ចឹងយើងចុចពាក្យ pair មួយទៀតបងប្អូនបាទបើសិនជាអត់ទាន់មានពាក្យ pair ទេបាទយើងចុច connect ម្ដងទៀតអញ្ចឹងនៅពេលនេះវាចេញ pair មកវានឹងឲ្យលេខកូដមកខាងនាឡិកាដៃ Santo បាទ93 89 43ចឹងទៅយើងចុចដាក់លេខកូដចូលហើយយើងចុច pair ហើយចុច allow បាទអញ្ចឹងគឺវាដាន់ឲ្យ mobile pair parent អូខេអញ្ចឹងសម្រាប់ការ connect គឺយើងបាន connect ជាប់ហើយអូខេឥឡូវយើងមកមើលបន្តទៀតចឹងបងប្អូនទាំងគ្នាចុចខ្វែងមកបាទចុចពាក្យដាន់បាទបន្តមកទៀតបងប្អូននឹងឃើញហើយនេះឃើញវាដាក់ pairing ហើយ sign in ថាបានភ្ជាប់ហើយអញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើការប្រើប្រាស់ជាមួយនឹងមុខងារផ្សេងៗបាននៅលើនាឡិកាដៃក៏បាននៅលើ app របស់ Santo ក៏បានអូខេអញ្ចឹងបងបាទដែលបានទិញនាឡិកាដៃ Santo បាទបើសិនជាភ្ជាប់អត់បានបាទធ្វើការភ្ជាប់2ទៅ3ដងហើយលោយើងភ្ជាប់ទៅអត់គ្រប់កលុកកលៀនបងប្អូនអ្នកអាចមើលលម្អិត2ទៅ3ដងទៅគឺនឹងយល់ហើយអញ្ចឹងសម្រាប់ការរបៀបនៅក្នុងការភ្ជាប់នាឡិកាដៃ Santo Rex គឺមានប៉ុណ្ណឹងទេបាទអរគុណច្រើនបាទជួបគ្នានៅវីដេអូក្រោយ